សូមជម្រាបជូនថាយុវដ្ឋានសុខភាពកុមារសហការជាមួយនឹងអង្គការអនុវត្តនៅការងារកម្មវិធីទាំងឡាយរបស់ថានឹងធ្វើការសមារកម្មកុមារដែលកំពុងតែនៅឲ្យបានយ៉ាងតិច 30% នៅចន្លោះពីឆ្នាំ 2016 ទៅឆ្នាំ 2018 ការធ្វើសមារកម្មនេះគឺមិនមែនយើងតែធ្វើតាមរយៈការនឹកឃើញសមាសម័យហើយយើងធ្វើទេគឺយើងធ្វើដោយមានការគិតគូរពិចារណាប្រុងប្រយ័ត្នបំផុតមូលហេតុអីបានជាក្រសួងដូចជារដ្ឋាភិបាលនិងអង្គការដៃគូធ្វើសមារកម្មកុមារគឺទីមួយគឺដោយផ្អែកទៅលើការសិក្សាស្រាវជ្រាវនានារយៈកាលកន្លងមកនៅអង្គការអន្តរជាតិនានាសម្រាប់ការសិក្សាស្រាវជ្រាវថាកុមារដែលរស់នៅក្នុងមណ្ឌលមិនមានបញ្ញាស្មារតីរឹងមាំឆ្លាតវៃវៃដូចកុមារដែលរស់នៅជាមួយនឹងក្រុមគ្រួសារទេទីពីរគឺដោយសារថាយើងឯកទៅលើទិន្នន័យតែធ្វើការកំណត់ទីតាំងមណ្ឌលនិងមួយទៀតគឺយើងឯកទៅលើទិន្នន័យនៃការធ្វើអធិការកិច្ចរបស់យុវដ្ឋានសុខភាពកុមារទៅមណ្ឌលថែទាំកុមារនានាជាលទ្ធផលនោះគឺយើងរកឃើញថាកុមារជិត 80% ដែលគាត់រស់នៅក្នុងមណ្ឌលគឺគាត់មានឪពុកម្ដាយឬមានឪពុកឬម្ដាយមិនត្រឹមតែប៉ុណ្ណោះទេយើងក៏មាននៅលិខិតបទដ្ឋានគតិយុត្តនានាដែលជួយអនុវត្តទៅលើវិស័យសុខភាពនេះក្នុងយ៉ាងការកន្លងមកនេះគឺឆ្នាំ 2015 រាជរដ្ឋាភិបាលបានដាក់ចេញនៅអនុក្រឹត្យស្ដីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារហើយក្រសួងសង្គមកិច្ចក៏បានដាក់ចេញនៅប្រកាសនិងនីតិវិធីនានាដើម្បីអនុវត្តនៅអនុក្រឹត្យនោះឲ្យមានប្រសិទ្ធភាពហើយយើងក៏មានគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារនិងបទដ្ឋានអបបរមាស្ដីពីការថែទាំជំនួសចំពោះកុមារផងដែរដែលជាផ្នែកវាស់វែងក្នុងការអនុវត្តការងារទាំងឡាយរបស់មណ្ឌលថែទាំកុមារដូចជាការថែទាំកុមារនៅក្នុងសហគមន៍ការធ្វើសមារកម្មនេះគឺយើងធ្វើដោយមានការប្រុងប្រយ័ត្នដោយឯកទៅលើគោលការណ៍ពីរជាធំគឺគោលការណ៍ទី1បង្កល់បណ្ដំប្រយោជន៍កុមារជាចម្បងគោលការណ៍ទី2មិនបង្កការឈឺចាប់ដល់កុមារជាដាច់ខាតអញ្ចឹងមានន័យថាប្រសិនបើយើងសមារកម្មកុមារទៅប៉ះពាល់ដល់ការសិក្សាកុមារប៉ះពាល់ដល់សុខភាពប៉ះពាល់ដល់ការរស់នៅរបស់កុមារគឺយើងមិនធ្វើជាដាច់ខាតការធ្វើសមារកម្មកុមារនេះគឺគោលដៅរបស់យើងគឺឲ្យបានយ៉ាងតិច 30% នៅមុនដំណាច់ឆ្នាំ 2018 អញ្ចឹងយើងតោតទៅលើក្រុមគោលដៅមណ្ឌលប្រភេទ3ប្រភេទទី1គឺយើងឯកទៅលើទិន្នន័យថាមណ្ឌលណាដែលគាត់មានកុមារដែលរស់នៅទីនោះមានឪពុកឬម្ដាយឬឪពុកម្ដាយច្រើនប្រភេទមណ្ឌលទី2គឺយើងផ្ដោតទៅលើប្រភេទមណ្ឌលណាដែលគាត់មានគម្រោងផែនការច្បាស់លាស់ក្នុងការធ្វើសមារមានន័យថាគឺការបង្វែរពីការថែទាំជាលក្ខណៈមណ្ឌលទៅជាការថែទាំលក្ខណៈសហគមន៍និងទី3គឺយើងផ្ដោតទៅលើមណ្ឌលទាំងឡាយណាដែលគាត់ខ្វះខាតចន្លោះនៅការគ្រប់គ្រងមិនល្អខ្វះខាតនៅធនធានហិរញ្ញវត្ថុលក្ខណៈដែលវាអាចប៉ះពាល់ដល់ការរស់នៅរបស់កុមារដល់ការសិក្សារបស់កុមារនឹងប៉ះពាល់ខ្លាំងគឺឧត្តមប្រយោជន៍កុមារក្នុងពេលដែលគាត់រស់នៅមណ្ឌលប្រភេទនេះអញ្ចឹងគឺយើងមានគោលដៅច្បាស់លាស់យើងមានផែនការច្បាស់លាស់នៅក្នុងការងារនេះហើយសូមជម្រាបដែរថាកិច្ចការងារនេះមិនមែនក្រសួងចេះតែនឹកឃើញបានធ្វើការសហការគឺជាមួយនឹងអង្គការដៃគូនានាហើយមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីអង្គការដែលគាត់ធ្វើការងារលើវិស័យសុខភាពកុមារនេះហើយយើងក៏បានធ្វើផែនការសមារកម្មផែនការសកម្មភាពនេះប្រតិថ្នាក់ជាតិយើងបានប្រជុំធ្វើជាសិក្ខាសាលាប្រឹក្សាយោបល់ពីផែនការនេះហើយយើងក៏បានរៀបចំផែនការថ្នាក់រដ្ឋជាតិផងដែរយើងមានក្រុមយើងបានផ្ដោតទៅលើខេត្ត
នឹងរាជធានី5ដែលជាគោលដៅដែលជាគោលដៅចម្បងមានន័យថាជាអាទិភាពអញ្ចឹងនៅក្នុងនោះមានរាជធានីភ្នំពេញខេត្តកណ្ដាលខេត្តព្រះសីហនុខេត្តបាត់ដំបងនិងខេត្តសៀមរាបយើងធ្វើសមាហរណកម្មនេះគឺយើងដល់អាទិភាពដល់ខេត្តទាំង5នេះដោយយើងរកឃើញថាមណ្ឌលកុមារកំព្រានៅទូទាំងប្រទេសគឺយើងឃើញថាខេត្តទាំង5នេះគឺមានមណ្ឌលច្រើនគ្រប់តែបើយើងប្រៀបធៀបទៅនឹងរាជធានីខេត្តផ្សេងទៀតជាគោលការណ៍គឺយើងនឹងធ្វើសមាហរណកម្មទាំងពីរប្រភេទមណ្ឌលមានន័យថាមណ្ឌលដែលគ្រប់គ្រងដោយរដ្ឋនិងមណ្ឌលដែលគ្រប់គ្រងដោយអង្គការគឺយើងនឹងអនុវត្តនៅចុងឆ្នាំនេះដោយសារថាពេលនេះគឺយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយនៃការរៀបចំផែនការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិហើយឥឡូវនេះការរៀបចំផែនការនេះគឺជិតចប់ហើយគឺយើងនឹងពេលដែលចប់គឺយើងនឹងយកផែនការនេះដាក់ចេញជាសកម្មភាពតែម្ដងបាទ